កូនមន់កំពុងតែធំស្ទុះស្រាប់តែមានបញ្ហាចឹកគ្នាចឹកធ្លីគូតធ្លីកែធ្លីវៀនរហូតដល់ងាប់តោះយើងទៅរកពីមូលហេតុដែលធ្វើឲ្យកើតមានបញ្ហាទាំងអស់គ្នាឥឡូវនេះបងប្អូនយើងពិនិត្យមើលកូនមន់នៅក្នុងទ្រុងនេះជាក់ស្ដែងឃើញថាការលូតលាស់របស់វាគឺលូតលាស់ល្អសុខភាពល្អធំធាត់ហើយចាប់ផ្ដើមដោះរោមល្អប៉ុន្តែបងប្អូនអាចឆ្ងល់ថាហេតុអីកូនមន់លូតលាស់ល្អហើយមានបញ្ហាចឹកគ្នាបងប្អូនកលេចមើលក្នុងទ្រុងនេះកូនមន់លូតលាស់ល្អមែនក៏ប៉ុន្តែទំហំនៃការកន្លែងដាក់កូនមន់ហ្នឹងគឺវាតូចហើយកូនមន់យើងមានចំនួនច្រើនចេះធ្វើឲ្យកូនមន់វាមានបញ្ហា stress ហើយមួយទៀតកូនមន់វ័យប៉ុណ្នេះគឺវាចាប់ផ្ដើមដោះរោមខ្ចីដំណាក់កាលដោះរោមខ្ចីនេះហើយគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឲ្យកូនមន់ចាប់គ្នាងាប់ពេលដែលវាមានបរិមាណច្រើនអញ្ចឹងរោមខ្ចីដែលដោះមកនេះគឺមន់ចិត្តគ្នានេះគឺវាចាក់ហើយវាចឹកទៅចាប់ផ្ដើមមានឈាមបន្តិចកូនមន់ផ្សេងទៀតឃើញពណ៌ក្រហមវាចាប់ផ្ដើមចឹករហូតដល់ធ្លាកែធ្លាគូតចេញពវៀនងាប់តែម្ដងអញ្ចឹងធ្វើម៉េចដើម្បីកុំឲ្យវាចឹកគ្នាតទៅទៀតគឺយើងចាប់បំបែកវាឬក៏ត្រូវដាក់ទ្រុងថ្មីជាក់ស្ដែងនៅកន្លែងចំមន់របស់ខ្ញុំផ្ទាល់ឲ្យតែជួបបញ្ហាចឹកគ្នាបែបនេះគឺខ្ញុំត្រូវតែទម្លាក់វាមកក្រោមហើយដោយទ្រុងរបស់ខ្ញុំគឺចាក់សាបនៅពីខាងក្រោមហើយខ្ញុំក្រាលកាមពីលើដើម្បីឲ្យកូនមន់វាចុះមកលេមកវាស្ងួតមិនមានក្លិនឈ្ងុយធ្វើឲ្យកូនមន់ផ្ដាសាយបន្ទាប់ពីប្របែកមន់និងរៀបចំទ្រុងឲ្យសមស្របទៅនឹងចំនួនមន់ជាក់ស្ដែងព្រោះហើយយើងក៏លេខមើលចំណីអាហារវិញម្ដងក្នុងដំណាក់កាលនេះបងប្អូនត្រូវតែឲ្យមន់របស់បងប្អូនស៊ីចំណីដែលមានគុណភាពល្អមានវីតាមីនមានប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់ការលូតលាស់បងប្អូនអាចបន្ថែមវីតាមីននៅក្នុងចំណីឬក៏នៅក្នុងទឹកឲ្យវាផឹកជាប្រចាំដើម្បីជំរុញការលូតលាស់រោមនៅពេលដែលកូនមន់លូតលាស់រោមបានល្អហើយរោមវាដោះបានវែងហើយរួមជាមួយនឹងបរិយាកាសនៅក្នុងទ្រុងធំទូលាយកូនមន់គឺលែងមានបញ្ហាចឹកគ្នាទៀតហើយទាំងអស់នេះគឺជាវិធីសាស្ត្រតិចទេប៉ុន្តែសុទ្ធតែជាគន្លឹះដែលបងប្អូនត្រូវតែដឹងត្រូវតែចេះដើម្បីយកទៅដោះស្រាយរាល់ពេលដែលជួបបញ្ហាបែបនេះបើសង្កេតឃើញថាមន់មានបញ្ហាចឹកគ្នាហើយបងប្អូនមិនពិនិត្យមើលរាល់បញ្ហាមិនរកដំណោះស្រាយទេគឺការចាំមន់របស់បងប្អូនមិនទទួលបានជោគជ័យទេហើយវិធីសាស្ត្រទាំងប្រមាណដែលខ្ញុំបានប្រាប់ទៅបងប្អូននេះគឺជាគន្លឹះមួយក្នុងការដោះស្រាយបញ្ហាមួយនៅក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឲ្យកូនមន់ចឹកគ្នាគឺវាអាចមានបញ្ហាជាច្រើនទៀតដូចជាបញ្ហាសីតុណ្ហភាពក្តៅពេកក៏ធ្វើឲ្យកូនមន់ stress ចឹកគ្នាបញ្ហាកង្វះវីតាមីនក៏ធ្វើឲ្យកូនមន់ចឹកគ្នាដូចជាស្ដែងនេះយើងពិនិត្យឃើញថាបញ្ហារបស់វាគឺដោយសារតែទ្រុងតូចគ្នាពេកដូច្នេះហើយយើងទម្លាក់វាមកក្រោមទៅគឺលែងមានបញ្ហាហើយថែមវីតាមីនថែមអីឲ្យវាលូតលាស់រោមទៀតគឺលែងមានបញ្ហាទៀតហើយអូហើយនៅមានចំណុចមួយទៀតតែបងប្អូនតែងតែសួរថាតើកូនមន់នៅពេលដែលចឹកគ្នាអញ្ចឹងយើងអាចឲ្យស៊ីបន្លែឬក៏ស៊ីសត្វឆាយាអីបានទេស៊ីបានបងប្អូនក៏ប៉ុន្តែបងប្អូនមើលទៅតាមស្ថានភាពជាក់ស្ដែងរបស់មន់បងប្អូនតើមន់បងប្អូននៅតូចឬក៏មន់បងប្អូនធំហើយបើសិនជាវាធំគឺឲ្យស៊ីស្លឹកឆាយាស៊ីបន្លែគឺមិនសូវជាមានបញ្ហាទេបងប្អូនប៉ុន្តែបើសិនជាកូនមន់នៅតូចក្រោមកន្លះខែគឺបងប្អូនឲ្យស៊ីបន្លែអត់ល្អទេស៊ីទៅគឺអាចមានបញ្ហារាគជាការល្អបើសិនជាកូនមន់របស់បងប្អូននៅតូចប៉ុន្តែវាចឹកគ្នាបងប្អូនត្រូវពិនិត្យមើលទៅលើចំណីអាហារពិនិត្យមើលទៅលើសីតុណ្ហភាពពន្លឺហើយនិងដងស៊ីតេរបស់កូនមន់